គ្នាយើងប្រកាសជាដឹងថាដូសជំនាន់មុនហ្នឹងគឺថាខ្លាំងប៉ុណ្ណាដៃមួយដៃហ្នឹងគឺថាកលឹបចូលពោះហើយអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងដកអាដូសមកលេងចង់ដឹងថាអាដូសនៅតែខ្លាំងឬមួយខ្ញុំនៅតែអន់ដំបូងហ្នឹងគឺថាយើងកុំខ្វល់ពីក្បាល enemy គឺថាយើងរកតែ stake មកបានហើយចង់ enemy វាយចាក់គូតវាយពីក្រោយវាយពីមុខវាយចំហៀងផ្ទះកាភ្លៀងអីក៏ដោយក៏យើងមិនខ្ចីខ្វល់យើងខ្វល់តែរក stake បានហើយហើយរកអាដូសនេះកាលណា stake បានច្រើនគឺថាមួយដៃគឺថាឈឺយកតែមែនតែនអញ្ចឹងដើម្បីរក stake បានគឺថាយើងសុកចិត្តលះបង់រាងកាយឲ្យអាឡតចាក់យកតែម្ដងចាក់ដូចដោតកែបអញ្ចឹងរក stake លើ minion អត់អស់ចិត្តទេខ្ញុំមករក stake លើ threat enemy ទៀតគ្រាន់ដឹងអីផងនិយាយថា16 kill ទល់5 kill បាត់ហើយនិយាយថា enemy ភាសាប្រសិទ្ធប្រសាទយកតែមែនតែនណាមួយដោយសារវគ្គ classic នេះខ្ញុំអត់ដក profile ទេគឺថាដាក់ profile សិនយកតែម្ដង enemy នេះវាថាយក hero ដូចលេង rank អញ្ចឹងវីដេអូនេះផ្ដាំទៅដល់ enemy ផងនិយាយថាត late game នេះដឹងគ្នាឯការអត់ធ្មត់មានដែនកំណត់ណា Prader តែបែចំយ៉ាធ្វើវីដេអូពងមន់អាំងមកលក់អីណាបើអ្នកគ្នាត្រូវការដាក់ពេជ្រ game អី complete សាក top up ឈ្មោះគាត់ដែលខ្ញុំ mention នឹងឯងគ្នាយើងបើត្រូវការទិញលក់ account up rank អីតាក់ទងមកបង lim chain ផ្ទាល់មានទទួល up rank enemy នេះបង្ខំឲ្យខ្ញុំដល់ផ្លូវតវ៉ានេះ enemy នេះតា late ដឹងគ្នាហើយតា late ដឹងគ្នាអត់មានច្រេមច្រំទេតា late ដឹងគ្នា enemy នេះធ្វើឲ្យខ្ញុំដើរផ្លូវតវ៉ាតាដើរផ្លូវតវ៉ាដឹងអ្វីហើយចំអេ late game ចាំ late game អូហូយសង្ហាណាហៀ defeat ស៊ីសូកូឡេតទៀត